ជាដំបងបងប្អូនចូលទៅកាន់ atomy.com ឬក៏ Atomy Cambodia បន្តមកបងប្អូនជ្រើសរើស Atomy Cambodia នៅពេលវាឃើញដំបងបែបនេះបងប្អូន scroll ទៅមើលពាក្យថាចូលប្រើប្រាស់ពេលដែលចូលប្រើប្រាស់ហើយយើងបំពេញពាក្យលេខ ID របស់យើងហើយនិងលេខសម្ងាត់របស់យើងរួចចុចចូលប្រើប្រាស់បន្ទាប់មកពេលដែលចូលមកយើងឃើញតម្រងបែបនេះយើងចុចទៅលើពាក្យការទិញទំនិញ Atomy នៅពេលដែលយើងចុចចូលមកដល់ទីតាំងនេះហើយបងប្អូនទៅជ្រើសរើសផលិតផលដែលបងប្អូនចង់បញ្ជាទិញឧទាហរណ៍ថាយើងចង់បានកាហ្វេ Atomy Arabica អញ្ចឹងយើងគ្រាន់តែចុចទៅលើកន្ត្រករួចចុច OK បន្ទាប់មកយើងមើលនៅខាងស្ដាំវានឹងឃើញតម្រងបែបនេះយើងចុចទៅលើរូបកាហ្វេដែលយើងបានជ្រើសរើសបន្ទាប់មកទៀតយើងចុចពាក្យថាទិញឥឡូវមកដល់ក្នុងចំណុចនេះគឺសំខាន់ចឹងកន្លែងនេះយើងដាក់លេខទូរស័ព្ទរបស់យើងបន្តមកទៀតខាងក្រោមនេះយើងជ្រើសរើសទីតាំងដែលយើងទៅទទួលទំនិញអញ្ចឹងយើងជ្រើសរើសយកពាក្យថាមជ្ឈមណ្ឌល PGCT អញ្ចឹងថ្លៃដឹកជញ្ជូននឹងធ្លាក់មក0កន្លែងនេះយើងមកពេញឈ្មោះយើងអ្នកទទួលលេខទូរស័ព្ទទី1បើសិនជាយើងមានតមកលេខទូរស័ព្ទខ្សែទី2បើសិនជាយើងអត់មានខ្សែទី2ទេយើងដាក់លេខទូរស័ព្ទដូចគ្នាក៏បានបន្តមកទៀតក្នុងចំណុចនេះយើងជ្រើសរើសពាក្យថា KHQR ដើម្បី scan ជាលេខកូដដើម្បីទូទាត់អញ្ចឹងក្នុងចំណុចនេះយើងចុចពាក្យថាបាទឬចាស់ដើម្បីយល់ព្រមរួចចុចទូទាត់ឥឡូវពេលដែលវាឃើញថាលុត QR មកបែបនេះយើងនឹង screenshot វាដើម្បីទៅទូទាត់លុយពេលដែលយើងទូទាត់រួចរាល់ហើយយើងចុចពាក្យថាសូមបញ្ជាក់បាទសូមអរគុណបើមានចម្ងល់អាចឆាតមកសួរបន្ថែម